ធាសហរដ្ឋអាមេរិកបានឲ្យដឹងថាខ្លួនបានបន្តវាយប្រហារជាប់គ្នាលើប្រទេសអ៊ីរ៉ង់ឈានដល់យប់ថ្ងៃទី7ហើយនៅបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថាកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្នបានបញ្ចប់ហើយឬក៏គ្មានន័យអ្វីទៀតឡើយសម្រាប់សេតាវិមានក្នុងន័យនេះគឺមានតែច្រកមួយគត់សម្រាប់ផ្លូវដើរទៅមុខទៀតនោះគឺប្រើប្រាស់សភាវុធដើម្បីទម្លុះទម្លាយវិបត្តិមួយនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើទីតាំងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូនយោធាឃ្លាំងអាវុធក្រោមដីនិងសមត្ថភាពប្រតិបត្តិការតាមដានសមុទ្ររបស់អ៊ីរ៉ង់ជាដើមចំណែកឯឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់បានអះអាងថានាវាដឹកប្រេងចំនួន2គ្រឿងត្រូវកងកម្លាំងយោធាអ៊ីរ៉ង់បំផ្ទុះនៅច្រកសមុទ្រហូមូសខណៈកំពុងឆ្លងកាត់តំបន់ផ្លូវនាវាចរដែលអ៊ីរ៉ង់បានបង្កប់គ្រាប់មីនបាទទោះជាយ៉ាងណាទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានច្រានចោលការអះអាងនេះថាមិនពិតនោះទេដោយឡែកកងទ័ព Jordani ឯនោះវិញឲ្យដឹងថាខ្លួនស្ទាក់ចាប់បានមីស៊ីលអ៊ីរ៉ង់ចំនួន10គ្រាប់ដែលបានបាញ់ចូលដែនអាកាសរបស់ខ្លួនទាំងយប់ក៏ប៉ុន្តែមិនមានអ្នកស្លាប់និងរងរបួសឬខូចខាតណាមួយនោះឡើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្ដាលអាមេរិកបានឲ្យដឹងថាកងកម្លាំងយោធារបស់ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងយន្តហោះគ្មានមនុស្សបើកនាវាចម្បាំងនិងសម្ភារៈយោធាផ្សេងៗទៀតក្នុងប្រតិបត្តិការនេះមិនថាកាសែតនិងគេហទំព័រធំរបស់ពិភពលោកដែលផ្តិតយកព័ត៌មានពីសង្គ្រាមនៅមជ្ឈិមបូព៌ាពេលនេះសឹងតែគ្មានរបាយការណ៍ណាមួយដែលបង្ហាញពីវត្តមានយោធារបស់អ៊ីស្រាអែលទៀតឡើយក្នុងការចូលរួមប្រយុទ្ធជាមួយអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់នេះតាមពិតទៅដើមឡើយអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រគៀកស្មើគ្នាឆ្លងទៅវាយប្រហារអ៊ីរ៉ង់ក្នុងដែនដីរាប់សិបគីឡូម៉ែត្ររៀងៗខ្លួនជាមួយនឹងអាមេរិកយ៉ាងណាគេនៅមិនទាន់ដឹងថាតើនៅពីក្រោយនៃភាពស្ងប់ស្ងាត់នៃសម្ព័ន្ធមិត្តយោធាអ៊ីស្រាអែលក្នុងសង្គ្រាមអ៊ីរ៉ង់នេះស្ថិតក្រោមហេតុផលអ្វីនោះទេនៅចំពោះមុខស្ថានភាពដ៏វឹកវរនេះការធ្វើចរាចរណ៍របស់នាវាដឹកប្រេងនៅច្រកសមុទ្រហូមូសដែលចាត់ទុកថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រគឺស្ទើរតែផ្អាកទាំងស្រុងទៅហើយដោយសារការវាយប្រហារគ្នាមិនឈប់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលនៅតែបន្តនោះជាធម្មតាច្រកសមុទ្រនេះជាផ្លូវឆ្លងកាត់ប្រហែល1/5នៃការផ្គត់ផ្គង់ប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោករីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃនេះដែរថាសម្លេងផ្ទុះលាន់ឮដោយរន្ទះមិនដាច់សូរហើយនៅលើអាកាសភ្លឺដូចថ្ងៃដោយឥទ្ធិពលនៃការប្រយុទ្ធគ្នាទៅវិញទៅមកនៅទីក្រុងយ៉ាស់កណ្ដាលប្រទេសនៃកោះខេសនិងកំពង់ផែបណ្ដាអាបាសដែលស្ថិតនៅជាប់ច្រកសមុទ្រហូមូសកាលពីថ្ងៃសុក្រកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានអះអាងថាខ្លួនបានវាយប្រហារមូលដ្ឋានយោធាសហរដ្ឋអាមេរិកជាច្រើនកន្លែងនៅតំបន់ឈូងសមុទ្ររួមមាននៅប្រទេសគុយវ៉ែតបារ៉ែនហ្ស័រដានីនិងជាលើកដំបូងនៅប្រទេសសេរីក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធការអះអាងនេះផ្ទុយពីការអះអាងរបស់ក្រមយោធាអាមេរិកមុននេះមន្ត្រីនៃប្រទេសគុយវ៉ែតបាននិយាយថាការវាយប្រហារដោយយោធាគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានបណ្ដាលឲ្យទាហានរបស់ខ្លួនមួយចំនួនត្រូវរងរបួសខណៈរោងចក្រថាមពលនិងស្ថានីយ៍បំលែងទឹកសមុទ្រជាទឹកសាបមួយចំនួនក៏រងការខូចខាតដែរបើទោះជាបែបណាមកដល់ពេលនេះប្រភពព័ត៌មានបានប្រាប់ CBS News ដែលជាដៃគូព័ត៌មានរបស់ BBC នៅអាមេរិកថាទាហានអាមេរិកមួយចំនួនរងរបួសក្នុងការវាយប្រហារពីអ៊ីរ៉ង់លើមូលដ្ឋានយោធាអាមេរិក2កន្លែងនៅប្រទេសហ្ស័រដានីក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះទីក្រុងវ៉ាស៊ីនតោនក៏បានបដិសេធការអះអាងរបស់ទីក្រុងតេហ៍រ៉ង់ដែលចោទប្រកាន់ថាកងកម្លាំងអាមេរិកបានបើកការវាយប្រហារមិនត្រឹមតែទៅលើគោលដៅយោធារបស់អ៊ីរ៉ង់នោះទេផ្ទុយទៅវិញពួកគេបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់រួមមានស្ពានស្ថានីយ៍រថភ្លើងនិងអាកាសយានដ្ឋានជាដើមយ៉ាងណាអ្នកនាំពាក្យសេតាវិមានបានប្រាប់ BBC ថាយោធារបស់អាមេរិកបានវាយប្រហារទៅលើគោលដៅយោធាប៉ុណ្ណោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូនយោធារបស់អ៊ីរ៉ង់ផងគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះគឺជារយៈពេលមួយសប្តាហ៍គត់នៃការវាយប្រហារពេលយប់របស់សហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់បានដួលរលំគណៈភាពតានតឹងជុំវិញអនាគតនៃច្រកសមុទ្រហូមូសបានរារាំងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ហើយមកដល់ឡើងពេលនេះគេនៅពុំទាន់ដឹងតម្រុយណាមួយដែលបង្ហាញថាប្រតិបត្តិការវាយប្រហារជុំទី2របស់អាមេរិកអាចគ្រប់គ្រងច្រកសមុទ្រហូមូសទាំងស្រុងនិងចូលកាន់កាប់ដែនដីនៃទីក្រុងតេហ៍រ៉ង់នោះនៅឡើយដែរទេ